សូមស្វាគមន៍មកកាន់សារ៉ាត់ EDU នេះជាវីដេអូបន្ទាប់បង្ហាញអំពី ribbon អញ្ចឹងឡើង home នេះគេប្រើសម្រាប់ធ្វើគេអញ្ចឹង home នេះគេប្រើសម្រាប់ទៅលើកន្លែងនេះខ្ញុំបង្ហាញកន្លែងនេះទូទៅទី1ទៅលើ font អក្សរអញ្ចឹងដើម្បីយើងដូរ font អក្សរបានយើងត្រូវតែជ្រើសរើសទៅលើ font អញ្ចឹងកន្លែងនេះយើងជ្រើសរើស font មក font របស់យើងដូរហើយមួយទៀតចង់ឲ្យ font អក្សររបស់យើងនៅលើកិច្ចការกระดาษការងាររបស់យើងគឺយើងត្រូវតែចង់តឡើងវាគឺយើងជ្រើសឡើងនេះមកហើយយើងរើសយក16អញ្ចឹងទំហំ font នៅលើกระดาษកិច្ចការរបស់យើងគឺវាធំជាងមុនហើយមួយទៀតដើម្បីមានភាពងាយស្រួលយើងគ្រាន់តែយើងចុចកន្លែង A ឡើងលើសញ្ញាព្រួយឡើងលើនឹងមកវានឹងតឡើង font ដោយម្ដងពីរម្ដងពីរឲ្យយើងជាងកន្លែងនេះថយម្ដងពីរម្ដងពីរឃើញលេខឡើងនេះចុះអត់ចុះចឹងបង្ហាញទៅលើក្រោមនឹងមួយទៀតគឺ B នេះគេប្រើសម្រាប់ធ្វើគេ B គេប្រើសម្រាប់ដាក់អក្សរយើងដិតចេះដិតជាងមុន I trade U បន្ទាត់ដាក់បន្ទាត់ដើម្បីយើងចង់បានប្រភេទបន្ទាត់ច្រើនគឺយើងចុចសញ្ញាព្រួយយ៉ាងមកវាមានប្រភេទជ្រើសរើសបន្ទាត់យើងចង់បានជ្រើសរើសបន្ទាត់មួយនេះយកមួយនោះមកចឹងពេលនេះខ្ញុំអត់ចង់បានទេខ្ញុំដោះវិញហើយមួយទៀតខ្ញុំចង់បានអក្សររបស់ចំណងជើងរបស់យើងពណ៌ក្រហមអញ្ចឹងយើងរើសឡើងនេះហើយយកពណ៌ក្រហមមកឧទាហរណ៍យើងចង់បានមេរៀននឹងមាន background ពណ៌អីរៀងស្ដើងមួយទៀតមកយើងអាចដាក់បានអូខេ background មេរៀនរបស់យើងមាន background អញ្ចឹងកន្លែងនេះខ្ញុំបង្ហាញទូទៅខ្លីទេកុំឲ្យវីដេអូយើងវែងទៅលើមួយទៀតទៅលើនេះគឺជាប្រភេទ tray ឧទាហរណ៍យើងចង់ដាក់ tray គ្រាន់តែចុចឡើងនឹងមួយមកហើយយើងរើសប្រភេទ tray ដែលយើងចង់បានមកអូខេបានអញ្ចឹងយើងកំណត់ទៅលើនេះអញ្ចឹងខ្ញុំបង្ហាញទៅលើកន្លែងនេះគឺសម្រាប់ឲ្យគេហើយចង់ឲ្យអក្សរយើងនៅចំកណ្ដាលយើងគ្រាន់តែចុចនៅចំកណ្ដាលមកអក្សររបស់យើងនៅចំកណ្ដាលហើយអញ្ចឹង align មានន័យថាឲ្យអក្សរយើងរត់ចេញពីស្ដាំមកអញ្ចឹងអត់ថាយើងនឹងសេអក្សរយើងរត់ចេញទៅអញ្ចឹងយើងចង់ align ខាងឆ្វេងចុចខាងឆ្វេងវិញមកវារត់ទៅខាងឆ្វេងដល់អូតូអញ្ចឹងយើងមើលឧទាហរណ៍យើងចង់បានកំណត់គម្លាតអក្សររបស់យើងអញ្ចឹងកំណត់គម្លាតអក្សររបស់យើងគឺយើងសេចទៅលើជួរអក្សររបស់យើងមកហើយយើងចុចសញ្ញាព្រួយកន្លែងហ្នឹងហើយយើងរើសចម្លោះគម្លាតចាអញ្ចឹងគម្លាតអក្សរយើងមើលទៅឃើញស្អាតហើយគម្លាតរបស់យើងគឺ1ជាងកន្លែងហូបខ្ញុំបង្ហាញតែប៉ុណ្្នឹងទេហើយខ្ញុំបង្ហាញកន្លែងនេះទៀតកាត់ copy ហើយនឹងផាសមានន័យថាយើងselect ទៅលើវាហើយយើងប្រើពាក្យថា copy យើងផាសកន្លែងក្រោមមួយមកចាបង្ហាញចឹងកន្លែងនេះយើងចង់បាន copy មួយទៀតអញ្ចឹងយើងយក copy ហើយយើង enter ហើយយើងផាសកន្លែងនេះមកបានមួយទៀតមិញខ្ញុំប្រើ shortcut គឺកាត់ control C កាត់ control X ណាកាត់ control X copy control C ហើយយើងផាសដែលមិនបានចុចកន្លែងនេះគឺ control V អាហ្នឹង shortcut របស់វាអញ្ចឹងខ្ញុំនឹងបង្ហាញទៅលើមួយទៀតទៅលើ insert អញ្ចឹង insert ហ្នឹងគេប្រើសម្រាប់ធ្វើគេអញ្ចឹងកន្លែង insert នេះគេប្រើសម្រាប់ទៅលើបង្កើតតារាងទី1ទី2ទៅយករូបភាពពីកុំព្យូទ័ររបស់យើងណារូបភាពពីកុំព្យូទ័រអញ្ចឹងយើងចង់បានរូបភាពមួយណាយើងគ្រាន់តែ select ហ្នឹងហើយយកមក insert ចូលមកបានណាអញ្ចឹងកន្លែងនេះឧទាហរណ៍យើងចង់បានជា background ចុចកន្លែងនេះជា background រូបរបស់យើងនៅជា background ចុច insert វិញ
ហើយកន្លែងនេះខ្ញុំបង្ហាញតា shape មួយទៀត shape នេះសម្រាប់វិគេសម្រាប់យើងអាចទៅសេគូប្រើប្រាស់បានដូចជាវងមូលយើងគូជាមកបានណាហ្នឹង shape តែខ្ញុំអាហ្នឹងអត់សូវសំខាន់ទេហើយខ្ញុំក្នុងវីដេអូនេះខ្ញុំបង្ហាញតាកន្លែងណាសំខាន់ទេហើយទីមួយទៀត layout គឺសំខាន់បំផុតអញ្ចឹងបើយើងមុនតាយើងចូលធ្វើកិច្ចការឬរៀបចំសភៅឬសេរបាយការណ៍អីយើងត្រូវតាចូលកំណត់ទៅលើ layout មុនសិនទី1យើងត្រូវសាយភាគច្រើនគេយកกระดาษ A4 អញ្ចឹងយើងយកกระดาษ A4 មកហើយភាគกระดาษ portrait យើងกระดาษប្រឈម margin យើងអាចយក 1.27 ក៏បានឬគេថាយកយើងអាចកំណត់ខ្លួនឯងបានអញ្ចឹងភាគច្រើនបើគេធ្វើជាសភៅគេយកtop 2 right 2 left 3ហ្នឹងការរៀបចំធ្វើសភៅហើយខ្ញុំបង្ហាញទៅលើ design មួយទៀត design នេះមានថាpage color មានន័យថា color background กระดาษកិច្ចការរបស់យើងចង់បានយកពណ៌អីហើយមួយទៀត page border ទៅលើសុំกระดาษកិច្ចការរបស់យើងគាត់ថាអញ្ចឹងកន្លែងនេះគឺជាប្រភេទกระดาษបន្ទាន់យើងដាក់សុំបន្ទាន់អញ្ចឹងយើងចុច OK មកវានឹងចេញជាសុំបន្ទាន់ឲ្យយើងតែបើយើងចង់ដាក់ជារូបយើងចូលកន្លែងណាហើយយើងរើសទម្រង់សុំមួយណាដែលយើងចង់បានដូចជាខ្មៅដៃអីយើងចុច OK មកគេវាចេញសុំទៅលើសុំกระดาษកិច្ចការរបស់យើងចេញជាខ្មៅដៃសុទ្ធតែម្ដងអញ្ចឹងក្នុងវីដេអូនេះខ្ញុំបង្ហាញតែប៉ុណ្្នឹងទេនឹងទស្សនានៅវីដេអូបន្តទៀតសូមអរគុណសូមអរគុណកុំភ្លេចជួយ Subscribe និងរួចចុចសញ្ញាកណ្ដឹងនឹងទទួលបាននៅវីដេអូថ្មីៗ